ហើយអ្នកត្រូវរៀនធ្វើជាម្ចាស់ចិត្តវិញឈឺយូរហើយដាក់ថ្នាំមួយគ្រាប់មិនជាទេត្រូវព្យាយាមដោយការជឿជាក់ក្នុងចិត្តថាយើងអាចព្យាបាលចិត្តយើងបានការងារសំខាន់ជាងគេក្នុងជីវិតយើងម្នាក់គឺការរក្សាចិត្តឲ្យបានល្អបើមិនដូច្នោះទេអ្នកនឹងរស់រងទុក្ខដល់ថ្ងៃស្លាប់មិនខានឈឺមិនដឹងខ្លួនឆេវឆាវច្រើនអន់ចិត្តច្រើនស្មុគស្មាញច្រើនគិតច្រើនពិបាកចិត្តច្រើនយូរទៅคล้ายជាជំងឺផ្លូវចិត្តដោយមិនដឹងខ្លួនរហូតដល់ថ្នាក់បញ្ជាចិត្តលែងបានជីវិតអ្នកនឹងវិលវល់រកសុខមិនឃើញឡើយរាងកាយប្រែคล้ายទៅជាស្ពឹកស្រពន់មិនចង់ធ្វើអីចិត្តមិនលុះលាញរុញរាមិនស្ទុះស្ទាពេលខ្លះទៅជាភ័យខ្លាចគ្រប់រឿងណាមិនគួរភ័យក៏ភ័យដែរថាមិនចង់គិតទេតែចិត្តចេះតែគិតហើយគិតចេញតែរឿងខុសប្រហែលជាដល់ពេលដែលអ្នកត្រូវសម្រាកពីការងារខ្លះបន្ថយសម្ពាធខ្លះមានពេលលំហែខួរក្បាលហើយរៀនផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងរឿយថាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខនឹកដល់ពាក្យនេះឲ្យបានរឿយហើយទម្លាប់ហៅចិត្តឲ្យមកនៅក្នុងផ្ទះគឺរូបកាយអ្នកវិញកុំឲ្យវាដើរអនាថាច្រើនពេកទម្លាប់តាមដានវាបើវាទៅណាយើងតាមមើលវាហើយបើវាគិតរឿងខុសទម្លាប់ទាញវាមកវិញមកគិតរឿងបច្ចុប្បន្នរឿងល្អរឿងនាំឲ្យចិត្តសប្បាយហើយកុំសូវនឹករឿងក្តៅក្រហាយពេកកុំស្ដាយក្រោយអីរៀនភ្លេចទៅរឿងណាហួសហើយឲ្យវាហួសទៅចោះហើយរឿងណាមិនទាន់មកដល់ទេក៏កុំព្រួយពេកអីជួបរឿងណាដោះរឿងនឹងទៅកុំបង្កើតរឿងសបនិមិត្តមកបន្លាចចិត្តខ្លួនឯងអីហើយបើមានពេលរៀនធ្វើសមាធិខ្លះផងវាជារឿងលំបាកវឹកហាត់ចិត្តនេះណាស់តែអ្នកត្រូវតែព្យាយាមបន្តិចម្ដងគ្មានអ្នកណាជួយអ្នកក្រៅពីអ្នកជួយខ្លួនឯងឡើយខ្លាចបារម្ភពេកខ្លាចពេកនាំឲ្យចិត្តអ្នកវិលវល់មិនសូវបានសុខទេពេលខ្លះមិនទាំងមានរឿងអីផងឬរឿងនោះតូចតាចណាស់តែបែរទៅជាស្លន់ស្លោគិតរឿងមួយចេញរឿង100ហើយដេកកើតទុក្ខផ្ដោយយូរទៅអ្នកនឹងរស់នៅក្នុងភាពភ័យខ្លាចរហូតគ្មានអ្នកណាល្ងងទៅដេកភ័យខ្លាចថ្ងៃរះនោះទេរះលិចជារឿងរបស់ថ្ងៃយ៉ាងណាមិញរឿងល្អរឿងអាក្រក់តែងកើតមានជាធម្មតាគ្មានអ្នកណាជៀសរួចទេហើយអ្នក
mình ách bong cọp bình chia vía ban 100% lại prang prang tớiប្រយ័ត្នទៅតែបើវាមិនបានដូចចិត្តទេក៏កុំមួម៉ៅពេកអីដោះស្រាយទៅកុំទម្លាប់នាំខ្មោចមកលងចិត្តខ្លួនឯងអីខូចខួរក្បាលអស់ហើយកុំប្រកាន់ពេកកុំហួងហែងពេកកុំគិតថាអ្វីត្រូវតែបានដូចចិត្តឡើយមិនអាចទេចង់កាន់តែខ្លាំងទុកក៏ខ្លាំងដែរហើយកុំទម្លាប់បង្កើតរឿងសពនិមិត្តមកបន្លាចចិត្តខ្លួនឯងឡើយរឿងនោះមិនទាន់មានទេប្រាប់ចិត្តកុំឲ្យល្ងងដូចនេះទៀតរៀនតាំងចិត្តឲ្យស្វាហាប់ឲ្យរឹងមាំប្រឹងបំពេញភារកិច្ចណាដែលអ្នកត្រូវធ្វើពេលនេះឲ្យអស់ពីសមត្ថភាពរឿងថ្ងៃស្អែកចាំស្អែកចាំគិតទៀតអតីតកាលពីរប្រភេទអតីតកាលខ្លះល្អអតីតកាលខ្លះមិនល្អទេជារឿងធម្មតាសម្រាប់ជីវិតមនុស្សម្នាក់ហើយអតីតកាលទាំងពីរនោះបានរលត់បាត់ទៅហើយអ្នកមិនអាចបកក្រោយទៅកែប្រែវាបានទេតែបើអ្នកគិតត្រូវអ្នកអាចកែច្នៃវាបានជាប្រយោជន៍សម្រាប់សាងអនាគតល្អទៅខាងមុខបើអតីតកាលនោះជារឿងល្អជារឿងបុណ្យកុសលអ្នកអាចរំលឹករំលើកវាឡើងវិញដើម្បីឲ្យចិត្តបានជ្រះថ្លាម្ដងទៀតបានសប្បាយចិត្តម្ដងទៀតអ្នកក៏ឈ្មោះថាបានធ្វើបុណ្យម្ដងទៀតដែរដែលនៅក្នុងធម៌លោកហៅថាអបរចេតនាឧស្សាហ៍រំលឹកដល់ទានដែលអ្នកបានឲ្យដល់អំពើល្អដែលអ្នកបានសាងរំលឹកឲ្យបានរឿយចិត្តអ្នកបានចម្រើនដោយបុណ្យចម្រើនដោយភាពត្រជាក់ត្រជុំឧបមាដូចជាការចាក់ទឹកដាក់ជីដល់ដំណាំដែលអ្នកបានដាំដំណាំនោះនឹងផ្ដល់ផលកាន់តែច្រើនឡើងតែបើអតីតកាលនោះជារឿងមិនល្អជារឿងអកុសលចាត់ទុកថាវាជាផលបាបចាស់ទៅចោះយកវាជាមេរៀនជាមូលដ្ឋាននៃការប្រុងប្រយ័ត្នលើក្រោយហើយអនុញ្ញាតឲ្យវាកន្លងហួសទៅកុំស្ដាយអីព្រោះបើស្ដាយទៅក៏មិនអាចកែប្រែអ្វីបានដដែលហើយបើអ្នករំលឹករំលើកវាញឹកញាប់ពេកវាមានតែនាំឲ្យចិត្តអ្នកក្តៅក្រហាយប៉ុណ្ណោះ
ខ្ញុំខំធ្វើល្អហេតុអ្វីខ្ញុំនៅតែមានទុក្ខច្រើនអ្នកខ្លះមានសមានចិត្តល្អមានចិត្តសប្បុរសអាណិតអាសូរជួយអ្នកដទៃច្រើនតែបែរជាមិនសូវបានសមប្រកបជួបរឿងទុក្ខសោកមិនចេះចប់មិនចេះហើយពេលខ្លះជួយគេហើយបែរជាគេរមិលគុណនិយាយអាក្រក់រហូតដល់ធ្វើទុក្ខបុកម្នេញមកវិញក៏សឹងមានអំពើល្អដែលអ្នកបានសាងហើយនៅតែជាអំពើល្អដដែលមិនប្រែទៅជាអាក្រក់ទេគ្រាន់តែវាមិនទាន់មានពេលឲ្យផលប៉ុណ្ណោះចំណែករឿងមិនល្អរឿងអកុសលដែលអ្នកបានជួបវាជាផលនៃកម្មចាស់ដល់ពេលត្រូវឲ្យផលគួរស្វែងយល់ផងដែរថាបុណ្យកុសលមានច្រើនលំដាប់ហើយបុណ្យទាំងនោះជួយអ្នកឲ្យបានស្រាលពីទុក្ខតាមលំដាប់ដែរកុសលថ្នាក់ទានលះចិត្តកំណាញ់លះចិត្តជាប់ជំពាក់កុសលថ្នាក់ទាននោះជួយអ្នកឲ្យមានគេស្រឡាញ់រាប់អានច្រើនមានកិត្តិយសគេឈ្មោះល្អនិងជាឧបនិស្ស័យនៃការរកទទួលទានមានបានតែកុសលថ្នាក់ទាននោះមិនអាចជួយអ្នកឲ្យរួចផុតពីសេចក្តីទុក្ខផ្លូវចិត្តបានទេកុសលមួយទៀតដែលជួយអ្នកឲ្យរួចពីពាវេរាទៅថ្ងៃមុខគឺការរក្សាសិលបានដល់ការមិនបៀតបៀនមិនធ្វើឲ្យអ្នកដទៃក្តៅក្រហាយអ្នកជាមនុស្សមិនមានពៀទៅណាមកណាមិនសូវព្រួយបារម្ភក្នុងចិត្តព្រោះមិនបានធ្វើខុសហើយមិនសូវមានអ្នកមកបៀតបៀនអ្នកទេជៀសវាងតែអ្នកមានបាបកម្មពីអតីតជាតិមកកុសលថ្នាក់សិលជួយអ្នកឲ្យរួចផុតពីពាវេរាទៅថ្ងៃមុខតែវានៅតែមិនអាចជួយអ្នកឲ្យរួចផុតពីសេចក្តីទុក្ខផ្លូវចិត្តបានទាំងស្រុងឡើយកុសលថ្នាក់ខ្ពស់ដែលអាចជួយអ្នកបានច្រើនក្នុងការសម្រាលសេចក្តីទុក្ខពីផ្លូវចិត្តគឺកុសលថ្នាក់ភាវនាដែលមានន័យថាការចម្រើនសមាធិការចម្រើនបញ្ញាដែលជួយអ្នកឲ្យមានចិត្តនឹងធឹងមិនសូវញាប់ញ័រនឹងរឿងរ៉ាវទាំងឡាយសមាធិសំដៅលើការវឹកហាត់ចិត្តឲ្យស្ថិតនៅក្នុងអារម្មណ៍តែមួយដែលនាំឲ្យចិត្តបានស្ងប់រងាប់បានត្រជាក់មិនសូវរវើរវាយមិនសូវច្របូកច្របល់ជួយអ្នកឲ្យបានសេចក្តីសុខតាមផ្លូវចិត្តច្រើនចំណែកឯការចម្រើនបញ្ញាសំដៅលើការស្វែងយល់អំពីដំណើរកើតរលត់នៃសង្ខាររៀនលះបង់ការប្រកាន់ចំពោះរឿងរ៉ាវការទាស់ចិត្តនិងការជាប់ចិត្តចំពោះបញ្ហាទាំងឡាយពេលអ្នកបានលះបង់នៅសេចក្តីប្រកាន់នោះពីក្នុងចិត្តរឿងរ៉ាវទាំងឡាយកើតឡើងក៏កំណត់ដឹងថាជាដំណើរនៃធម្មជាតិពេលមានហេតុក៏កើតឡើងពេលអស់ហេតុក៏រលត់ទៅឧបមាដូចជាភ្លើងចង្កៀងពេលនៅប្រេងក៏នៅសល់ភ្លើងពេលអស់ប្រេងអស់បញ្ឆេះភ្លើងក៏រលត់ទៅអ្នកកំណត់ដឹងនៅដំណើរនៃសង្ខារយ៉ាងនេះកាត់បន្ថយនៅសេចក្តីប្រកាន់សេចក្តីទុក្ខក៏ធូរស្បើយពីចិត្តអ្នក
នៅសល់បើអ្នកបាត់បង់អ្វីគ្រប់យ៉ាងហោចណាស់អ្នកនៅសល់ជីវិតនៅមានថ្ងៃនេះនិងថ្ងៃស្អែកសម្រាប់រស់បន្តថ្ងៃបានលិចបាត់ទៅហើយអតីតកាលបានកន្លងហួសទៅហើយអនុញ្ញាតឲ្យវាទៅចុះព្រោះបើអ្នកមិនព្រមក៏វាបានរលត់បាត់ទៅហើយរៀនទទួលស្គាល់ការពិតកំណត់ដឹងថាសង្ខារទាំងឡាយតែងប្រែប្រួលមិនទៀងទាត់ទេអារម្មណ៍ជាអតីតគ្រាន់តែជាស្រមោលវាបានរលត់បាត់ទៅហើយអ្វីដែលអ្នកមានក្នុងដៃគឺពេលវេលានៅបច្ចុប្បន្ននេះការសម្រេចចិត្តពេលនេះអាចជួយកំណត់ជោគវាសនាអ្នកនៅថ្ងៃបន្ទាប់បានយកអ្វីដែលអ្នកមានសេសសល់ធ្វើជាមូលដ្ឋានសម្រាប់ដំណើរទៅមុខនាងបដាចាជួបទុកច្រើនឥតគណនាម្ដាយឪពុកបងប្អូនស្វាមីនិងកូនទាំងពីរជាទីស្រឡាញ់បានស្លាប់ទាំងអស់តែនាងនៅអាចងើបឈរហើយបន្តដំណើរទៅមុខទៀតរហូតបានត្រាស់ជាព្រះអរហន្តីជាសាវិកាដ៏ឆ្នើមរបស់ព្រះពុទ្ធជាម្ចាស់អ្នកប្រហែលជាមិនកំសត់ដូចនាងបដាចាទេអ្នកពិតជាអាចងើបមុខឡើងហើយសាងអនាគតថ្មីក្នុងផ្លូវត្រូវផ្លូវបុណ្យកុសលជីវិតអ្នកនឹងបានភ្លឺថ្លាបើអ្នកសម្រេចចិត្តចាប់ផ្ដើមធ្វើល្អពីថ្ងៃនេះតទៅថ្ងៃលៀបថ្ងៃជ័យថ្ងៃល្អគឺជាថ្ងៃដែលអ្នករីករាយចិត្តថ្ងៃដែលអ្នកបានសាងល្អដោយកាយដោយវាចាដោយចិត្តព្រឹកឡើងលើកដៃសំពះរំលឹកគុណព្រះរតនត្រ័យនឹកគុណមេត្តាបិតាចម្រើនសមាធិផ្សាយមេត្តាដល់សពសត្វទម្លាប់ពូលវិចារល្អគិតរឿងល្អថ្ងៃនោះคล้ายជាថ្ងៃមានសេរីសួស្តីថ្ងៃមានលៀបថ្ងៃមានជ័យថ្ងៃរះថ្ងៃលិចជាដំណើរនៃធម្មជាតិមិនល្អមិនអាក្រក់ទេចំណែករាសីអ្នកឡើងចុះអាស្រ័យលើកម្មគឺអំពើដែលអ្នកបានសាងបើអ្នកបានសន្សំបុណ្យ